អំពើហិង្សាក្នុងគ្រួសារបរិសុទ្ធជាប្តីខឹងប្រពន្ធទៅដេកផ្ទះអ្នកជិតខាងបានដុតផ្ទះខ្លួនឯងខ្ទេចតែម្ដងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី25ខែមីនាឆ្នាំ2025ស្ថិតនៅក្នុងភូមិកូនដំរីសង្កាត់សំរោងក្រុងសំរោងខេត្តបន្ទាយមានជ័យអាចមានករណីហិង្សាក្នុងគ្រួសារមួយដោយបរិសុទ្ធជាប្តីខឹងប្រពន្ធទៅដេកផ្ទះអ្នកជិតខាងបានដុតផ្ទះខ្លួនឯងឆេះមាត់ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនបង្កយកទៅចាត់ការតាមផ្លូវច្បាប់ជនសង្ស័យជាប្តីមានឈ្មោះភ័ណ្ឌជាហេតុប្រុសអាយុ42ឆ្នាំរីឯប្រពន្ធឈ្មោះវីស៊ីណែតអាយុ33ឆ្នាំមានទីលំនៅភូមិសង្កាត់កើតហេតុខាងលើតាមប្រភពព័ត៌មានឲ្យដឹងថានៅវេលារលប់ថ្ងៃទី24ខែមីនាឆ្នាំ2025ដីប្រពន្ធ2នាក់នេះបានទៅលេងផ្ទះបងប្រុសនៅក្នុងភូមិជាមួយគ្នាហើយក៏កើតមានចំនួនឆ្លោះទាស់ទែងគ្នាពេលនោះប្រពន្ធបានជិះម៉ូតូទៅប្តឹងប្រធានភូមិដើម្បីឲ្យប្រធានភូមិបានដឹងនិងចាត់វិធានការលើប្តីដែលប្រើអំពើហិង្សាមកលើខ្លួនជាប្រពន្ធក្រោយពេលប្តឹងប្រធានភូមិរួចប្រពន្ធមិនបានទៅដេកផ្ទះវិញទេគឺទៅសម្រាកនៅផ្ទះអ្នកជិតខាងដែលស្គាល់គ្នាដោយមិនទុកចិត្តខ្លាចប្តីប្រើអំពើហិង្សាបន្ថែមទៀតលុះព្រឹកឡើងនៅថ្ងៃទី25ខែមីនាឆ្នាំ2025ប្រពន្ធបានត្រឡប់ទៅផ្ទះវិញស្រាប់តែឃើញភ្លើងឆេះមាត់គ្មានសល់អ្វីទាំងអស់ភ្លាមនោះប្រពន្ធក៏បានជិះម៉ូតូទៅផ្ទះប្រធានភូមិម្ដងទៀតដើម្បីរាយការណ៍ករណីភ្លើងឆេះផ្ទះនៅពេលប្រពន្ធទៅដល់ផ្ទះប្រធានភូមិស្រាប់តែឃើញប្តីនៅទីនោះដែរខណៈនោះប្រពន្ធមិនទាន់បានរៀបរាប់ករណីភ្លើងឆេះផ្ទះផងលោកប្តីពោលពាក្យថាអញដុតផ្ទះកាលពីយប់មិញបន្ទាប់មកប្តីប្រពន្ធ2នាក់នោះក៏ឆ្លោះប្រកែកគ្នាទៀតហើយប្តីបានស្ទុះទៅវាយតប់ប្រពន្ធចំនួន2ទៅ3ដៃចំលើមុខបណ្ដាលឲ្យឈឺចុកចាប់ប្រភពព័ត៌មានឲ្យដឹងទៀតថាក្រោយឃើញទង្វើនិងសកម្មភាពបរិសុទ្ធជាប្តីបានប្រើអំពើហិង្សាលើគ្រួសាររួមទាំងដុតបំផ្លិចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិខ្លួនឯងឆេះមាត់យ៉ាងដូចនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោងក្រមចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍តូស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងស្នងការរងទទួលផែនការនគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនជនបង្កយកទៅសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់